បាទសួស្តីបងប្អូនបាទឥឡូវថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបដាក់បង្ហាញ shortcut this PC បាទ profile និងធុងសម្រាមឥឡូវពិនិត្យមើលបងណានៅលើអេក្រង់នេះអត់មានធុងសម្រាមមួយទេនេះឃើញអញ្ចឹងយើងចង់បង្ហាញ this PC មកទៀតហើយយើងត្រូវធ្វើយ៉ាងម៉េចបាទអញ្ចឹងយើងមកស្ដាំលើអេក្រង់មកបាទនេះវាលើ Windows 11បងប្អូនហើយយកវានេះ so more options ហើយយកវា personalize បន្តមកទៀតបងប្អូនបាទប្រិយធំមកស្រួលមើលនេះចុចលើ theme ណា theme នេះ theme បាទ theme ហើយអូយកមកចុចលើពាក្យថា desktop icon setting បាទតមកបងប្អូនមើលនេះណាបាទនេះបាទនេះហ៎អញ្ចឹងយើងចង់បាន computer user profile control panel ហើយនិង network ទាំងអស់ហ្នឹងណាបើយើងចង់បានមួយណាយើងមានទៅបើអត់ចង់បានទេយើងដោះជិះវាវិញណាបាទហើយចុចលើ OK ណាអូខេបាទហើយយើងបិទចោលទៅមើលលើអេក្រង់យើងនេះញមកមកនេះ control panel this PC KIT អញ្ចឹងមិញ3នេះយើងដាក់ចូលបន្ថែមណាបាទអញ្ចឹងចំពោះបងប្អូនដែលអត់មានឃើញអាហ្នឹងយើងដាក់តាមវិធីហ្នឹងបានណាអាហ្នឹងងាយស្រួលថងថាយើងចង់ចូលទៅកាន់ឯកសារយើងមើលក្នុងតា ID តា IC យើងចូលហ្នឹងវាស្រួលតាមហ្នឹងតែគោះលើវា2ដងឬម៉ៅស្ដាម open មកនេះវាចូលមកចែកហ៎បាទអញ្ចឹងងាយស្រួលអញ្ចឹងណាបាទអត់មានអាហ្នឹងក៏ពិបាកចូលដែរបាទអរគុណច្រើនកុំភ្លេចជួយ like share របស់ខ្ញុំផងណាអរគុណ